កូនទាំងអស់នឹងខ្ញុំសូមដូចតែជំរាបរលឹកហើយនឹងសូមគោរពថ្នាក់ដឹកនាំនៅក្នុងវេទនានៅក្នុងពេលនេះខ្ញុំឈ្មោះហឹមស៊ីឌឿនហើយខ្ញុំនឹងក៏ចាស់ហើយដែរបានដូចថាមករៀនក្នុង3ថ្ងៃនេះខ្ញុំចាប់អារម្មណ៍ទាំងអស់ហ្នឹងដូចខ្ញុំជឿជាក់ខ្លួនឯងថានិយាយខ្លួនឯងរបៀបម៉េចតើខ្ញុំនៅទីកន្លែងណាហើយដែលខ្ញុំត្រូវធ្វើអីដូច្នេះខ្ញុំឡើងមកនៅទីកន្លែងនេះគឺមានការចាប់អារម្មណ៍គ្រប់3ថ្ងៃហើយមានការណែនាំពីសាស្ត្រាចារ្យចននីខ្ញុំសូមថ្លែងអំណរគុណដល់សាស្ត្រាចារ្យចននីដែលបានរហ័សរៀនខ្ញុំគ្រប់3ថ្ងៃនេះឲ្យបានយល់ពីការចេះដឹងបានគ្រប់3ថ្ងៃនេះខ្ញុំក៏សូមកើតសរសើររបស់គាត់មួយទៀតខ្ញុំសូមជូនពរឲ្យអាដាមនិងលោកជំទាវសាស្ត្រាចារ្យហើយនឹងកូនទាំងអស់ឲ្យមានសុខភាពល្អបបោអាយុយឺនយូរជាងរយព្រះវស្សាសូមអរគុណកូន